តោះសួស្តីបងប្អូនទាំងគ្នាចឹងនេះជាលំហាត់ប្រភេទចំណោទបរិមាណដែលឧស្សាហ៍ចេញប្រឡងប៉ែតដែរប៉ុន្តែអាចចេញធំជាងហ្នឹងចឹងគ្រូលើកលំហាត់ហ្នឹងមកដើម្បីឲ្យគ្នាយើងអាចថារៀនដើម្បីជាគ្រឹះដែរហ្នឹងហើយចឹងលំហាត់ទី1គេឲ្យយើងកំណត់វិមាត្ររបស់ចតុកោណកែងហើយដើម្បីឲ្យផ្ទៃកន្លះរបស់វាមានតម្លៃធំផុតចឹងតម្លៃធំផុតគឺជាតម្លៃអតិបរមាតើមកឲ្យកណនីផ្ទៃកន្លះដែលធំហ្នឹងចឹងហ្មងគឺយើងត្រូវតាំងសិនចឹងដោយសារតែវិមាត្ររបស់ចតុកោណកែងយើងនៅស្រាប់គឺមានបណ្ដោយទទឹងចឹងគ្រូតាំង x ជាទទឹងបណ្ដោយជា y តោះឥឡូវយើងសរសេរសមីការវាសិនជំហានទី1អញ្ចឹងដើម្បីឲ្យផ្ទៃកន្លះធំផុតអញ្ចឹងយើងត្រូវសរសេរសមីការផ្ទៃកន្លះវាអញ្ចឹងផ្ទៃកន្លះរបស់ចតុកោណកែងគឺស្មើជាមួយនឹងបណ្ដោយគុណតូទាំងអញ្ចឹងបាន x គុណឲ្យ y y គុណ y ហ្នឹងជាសមីការហើយប៉ុន្តែអថេមានដល់2អញ្ចឹងយើងត្រូវបំបត្តិអថេមួយអញ្ចឹងប្រធានរបស់យើងគឺយើងដឹងនេះបរិមាត្ររបស់ចតុកោណកែងស្មើ100អញ្ចឹងបរិមាត្ររបស់ចតុកោណកែងគឺយើងដឹងថាបរិមាត្រចតុកោណកែងគឺ2គុណឲ្យ x បូក y ស្មើជាមួយនឹង100អញ្ចឹងនាំឲ្យ x បូក y ស្មើជាមួយនឹង50ឥឡូវគ្រូទីរក y អញ្ចឹងបាន y ស្មើជាមួយនឹង50ដកជាមួយនឹង x អញ្ចឹងធ្វើការចំណងចូលសមីការ s របស់យើងអញ្ចឹងបាន i ស្មើជាមួយនឹង x គុណឲ្យ50ដកជាមួយនឹងx យើងប្រៀបឲ្យស្អាតមកបាន 50x ដកជាមួយនឹង x ក្រេអញ្ចឹងបើចូលចំនួនថ្នាក់ទី12គឺយើងត្រូវកណនី i' សិនអញ្ចឹងយើងដេរដើម្បី i' មកស្មើជាមួយនឹង50ដកឲ្យ 2x បន្ទាប់មកយើងឲ្យ i' ស្មើ0ដើម្បីរក x អញ្ចឹងគ្រប់បាន50ដកជាមួយ 2x ស្មើ0អញ្ចឹងទីរក x បាននេះ 2x ស្មើជាមួយនឹង50នាំឲ្យ x ស្មើ25អូខេឥឡូវយើងឃើញ x មួយអញ្ចឹងបើយើងចង់គូសតារាងសញ្ញាទៀតក៏បានដើម្បីបញ្ជាក់ថាវាអតិឬក៏អបៈដោយអ្វីគេចង់បានអត់ចឹងណាហ្នឹងហើយអញ្ចឹងឥឡូវយើងគូសស្អាតតិចមកអូខេអញ្ចឹង x របស់យើងគឺ25នេះដកអណននេះបូកអណន0 x នេះអានគុំ s របស់យើងអញ្ចឹងតកតងជាមួយនឹងអានេះ i' ទេអូខេ sorry អញ្ចឹងស្ដាំសញ្ញាដូចឆ្វេងសញ្ញាផ្ទុយអញ្ចឹងកើនចុះវិញចាហ្នឹងគឺវាមានតម្លៃត្រង់ x ស្មើ25មានថាត្រឹមត្រូវអូខេអញ្ចឹង x របស់យើងគឺមានតម្លៃ25ឥឡូវរក y វិញអញ្ចឹងបាន y ស្មើ50ដក25ស្មើជាមួយនឹង25អញ្ចឹងឥឡូវគឺយើងរកឃើញវិមាត្រ x ស្មើ25 y ស្មើ25អញ្ចឹងធ្វើការរក i បានអញ្ចឹង i អតិគឺស្មើជាមួយនឹង25គុណឲ្យ25អញ្ចឹងស្មើជាមួយនឹង25ការ៉េអញ្ចឹងលំហាត់របស់យើងគឺមានប៉ុណ្ណឹងហើយចំពោះសំណួរខលេខ2គឺយើងអាចសាកធ្វើឲ្យ comment ចម្លើយក៏បានដែរហើយយើងអាចរៀនបន្ថែមបានតកតងជាមួយលំហាត់ទម្រង់បែបនេះដើម្បីត្រៀមប្រឡងប៉ែតណា